ហាញតកតងជាមួយនឹង keyword ចំនួន2ដែលយើងនឹងប្រើនៅលើការប្រើប្រាស់ web browser ឬមួយក៏កម្មវិធីអ៊ីនធឺណិតនៅលើ computer របស់យើងកម្មវិធីអ៊ីនធឺណិត web browser ហ្នឹងគឺមានដូចជា Microsoft Edge Chrome ឬមួយក៏ Firefox ជាដើមអញ្ចឹងក្នុងករណីនេះខ្ញុំយកឧទាហរណ៍យក Microsoft Edge ដើម្បីលើកយកឧទាហរណ៍ដើម្បីបង្ហាញពី keyword ដែលយើងប្រើប្រាស់នៅលើកម្មវិធីអ៊ីនធឺណិតអូខេនេះគឺជា Microsoft Edge ខ្ញុំ click មួយមកអូខេវា load បែបនេះអញ្ចឹង keyword ដំបូងគឺចង់បង្ហាញតកតងជាមួយនឹង tape អញ្ចឹងនៅពេលដែលយើងបើកកម្មវិធីអ៊ីនធឺណិតអ្វីក៏ដោយកម្មវិធីមាន Microsoft Edge ឬមួយក៏ Chrome ឬមួយក៏ Firefox ហ្នឹងអញ្ចឹងយើងមានឃើញចំណុចកន្លែងនេះគេដាក់ new tape ហ្នឹងគឺគេហៅថា tape អញ្ចឹងបើសិនបើយើងចង់បាន tape មួយទៀតគឺយើងត្រូវ click សញ្ញាលេខបូកនេះប៉ុន្តែជាមួយគ្នានឹងដែរគឺគេមាន shortcut ដើម្បីឲ្យយើងប្រើប្រាស់នៅលើ keyboard វាមានលក្ខណៈងាយស្រួលហើយលឿនអញ្ចឹងដើម្បីចុចជៀសវាងនៃការប្រើម៉ៅរបស់យើងអស់ចុះអស់ឡើងដើម្បីយកចុចនៅលើសញ្ញាបូកហ្នឹងគឺយើងអាចប្រើ control T ជំនួសវិញអញ្ចឹងយើងគ្រាន់តែចុច control នៅលើ keyboard របស់យើងឲ្យជាប់បន្ទាប់មកចុចអក្សរ T មកគឺវាចេញ tape auto ដោយយើងមិនចាំបាច់ទៅប្រើម៉ៅអញ្ចឹងហ្នឹងគឺគេហៅ tape អញ្ចឹងក្នុង tape នីមួយៗហ្នឹងគឺយើងអាច search រកអ្វីផ្សេងក្នុងពេលតែមួយបាននៅពេលដែលយើងបើកកម្មវិធីអ៊ីនធឺណិតអាហ្នឹងគឺតកតងជាមួយ keyword ទី1តកតងជាមួយនឹង keyword ទី2គឺចង់បង្ហាញតកតងជាមួយនឹងគេនិយាយថា window កាលណា window មានន័យថាគឺទាំងអស់នេះអ្វី screen whole screen របស់យើងហ្នឹងដែលពងបង្ហាញនៅលើហ្នឹងគឺគេហៅថា window អញ្ចឹងដើម្បីបើក window ថ្មីឧទាហរណ៍ថាយើងចង់ធ្វើការប្រើប្រាស់ window ថ្មីនេះគេហៅ window ទី1ឧទាហរណ៍ចុះនេះគឺ window ទី1របស់យើងគឺមាន3 tape អញ្ចឹងណាអញ្ចឹងបើសិនបើយើងចង់ថាអូខ្ញុំចង់បើក window ថ្មីខ្ញុំអត់ចង់ប្រើ window នេះទេខ្ញុំចង់បើក window ថ្មីអញ្ចឹងយើងអាចប្រើ control N នៅលើ keyboard ដែលយើងចុចលើពាក្យ control នឹងឲ្យជាប់បន្ទាប់មកយកអក្សរចុចលើអក្សរ N ជាមួយគ្នាអញ្ចឹងវានឹងចេញ window បែបនេះឃើញទេអញ្ចឹងនេះគឺយើងបាន window ថ្មីមួយទៀត window យើងអាចាស់នោះនេះគឺមាន3 tape នេះ window យើងថ្មីអូខេ window ថ្មីដែលយើងបាន